បាទសួស្តីឥឡូវយើងបន្តពីវីដេអូមុនគឺចូលដល់លំហាត់ទី7អង្តក្រាលកំណត់ពី0ទៅផាយលើ2នៃស៊ីនការ៉េ x បូក x ដក1ចានឹងយើងត្រូវប្រើរូបមន្តមួយនេះគឺរូបមន្តស៊ីនការ៉េ x ស្មើ1លើ2ដក1លើ2កុស 2x ចឹងយើងចាំអាហ្នឹងទៅយើងអាចប្រើបានអូខេឥឡូវយើងមកដោះស្រាយទាំងអស់គ្នាចឹងអន្តក្រាល e របស់យើងគឺកំណត់ពី0ទៅផាយភាគ2នៃស៊ីនការ៉េ x បូកឲ្យកុស x ដក1នៃ x ឥឡូវយើងបែកអាស៊ីនការ៉េនឹងតាមរូបមន្តយើងសិនមកកំណត់ពី0ទៅផាយភាគ2អញ្ចឹងវាបាន1លើ2ដក1លើ2កុស 2x ហើយបានបូកកុស x ដក1ចឹងទៅនៃ x ដល់ហើយអា1លើ2ហ្នឹងអាចយកទៅបូកដកជាមួយនឹង1បានអញ្ចឹងយើងបូកដកសិនមកចាំធ្វើអន្តក្រាលអញ្ចឹង1លើ2ដក1វានៅសល់ដក1លើ2ហើយណាចាអាហ្នឹងវាដក1លើ2ដក1លើ2កុស 2x បូកឲ្យកុស x នៃ x ហើយចាំយើងអន្តក្រាលតាមរូបមន្តណាអន្តក្រាលដក1លើ2វាបានដក1លើ 2x ណាហើយអន្តក្រាលដក1លើ2កុស 2x វាបានដក1លើ2គុណនឹង1លើ2ស៊ីន 2x អន្តក្រាលកុសចេញស៊ីនណាហើយបូកឲ្យស៊ីន x កំណត់ពី0ទៅផាយភាគ2តើមកយើងចំណុចកំណត់បានចំណុចលើមុនណាវាបានដក1លើ2 1លើ2អាហ្នឹងដក1លើ2គុណនឹងផាយភាគ2ហើយដកអានេះ1លើ2គុណ1លើ2វាចេញ1លើ4ហើយណាហើយបានស៊ីន2គុណនឹងផាយភាគ2ណាហើយបានបូកឲ្យស៊ីនផាយភាគ2ដកកតា1លើ2គុណនឹង0ដក1លើ4ស៊ីន0ហើយបានបូកឲ្យស៊ីន0ឥឡូវយើងអានេះគុណមកវាបានដកផាយភាគ4ណាបានដកផាយភាគ4ដក1ភាគ4ស៊ីនប៉ុន្មានសម្រួលអស់ហើយនឹងសល់ស៊ីនផាយណាបូកឲ្យស៊ីនផាយលើ2គឺ1តម្លៃវាហើយបានដកឲ្យតាដក0ដក1លើ4គុណ0ហើយបានបូក0ដោយសារស៊ីន0វា0ហ្នឹងណាអូខេអានេះវានៅសល់ដកផាយភាគ4ដក1ភាគ4គុណនឹង0ហើយបានបូក1អញ្ចឹងវាស្មើ1ដកផាយភាគ4ដោយសារ1ភាគ4គុណ0វាចេញ0ហ្នឹងណាអញ្ចឹងចម្លើយរបស់វាចុងក្រោយគឺសល់ប៉ុណ្ណឹងអូខេអរគុណច្រើនវីដេអូនេះមានប៉ុណ្ណឹង